បាទ hello hello បាទស្វាគមន៍បងប្អូនហើយនៅពេលនេះមានវីដេអូមួយទាក់ទងជាមួយនឹងប្រូសណ្ដប់បាទឡើយនេះគឺបងគាត់មកពីខេត្តហើយគាត់នៅពេញទេតែគាត់ទៅធ្វើនៅខេត្តអញ្ចឹងណាហើយឡានគាត់មានបញ្ហានៅខេត្តហើយក៏បានទាក់ទងគ្នាយើងធ្វើនៅខេត្តអញ្ចឹងហើយធ្វើខ្ទង់ប្រហែលជា2អាទិត្យមុនបាទហើយធ្វើទៅក៏អត់ទាន់ជោគជ័យអត់ចំគោលដៅអញ្ចឹងណាឥឡូវបានមកដល់ខាងយើងហើយបាទឡាននេះអាការៈគឺញាក់ក្នុងលបឿនចន្លោះពី10ទៅ15បាទបញ្ជាក់ម្ដងទៀតណាពី10ទៅ15ហើយនៅក្នុងចន្លោះហ្នឹងគឺភ្លុបហើយលាន់ហ្មងយើងធម្មតាយើងអាចថាលាន់តែការពិតវាញាក់ម៉ាស៊ីនទេណាញាក់ម៉ាស៊ីនហើយចំពោះសន្ទុះគឺជន់ស្ពឹកមែនទេបងណោះបាទអាការៈបងអាចរៀបរាប់ពីអាការៈបងបានពីមុនមកហើយបងធ្វើអីខ្លះពីមុនមកហើយដោះស្រាយបែបណាអូខេបងតោះអាការៈវាដំបូងនោះវាលឺផឹកលឺតែម៉ាស៊ីនដូចបញ្ហាដែលបងរៀបរាប់ហ្នឹងបាទទៅពេលយើងឲ្យគេដោះស្រាយបញ្ហាហ្នឹងគេថាបញ្ហារងតែវាមានពីរមុខតែយើង focus តែរងទៅបាទតែទៅពេលដូររងហើយទៅជាវានៅលឺខ្ទង់ 30% ទៀតទៅពេល 30% ទៀតយើងនិយាយអស់ទៅគាត់ថាតាក់ទងនឹងពងសម្ាំងវាតយើងកាត់ដោះអាស្ទះចេញបាទហើយជាងណាដែលនេះចឹងដោះស្បោកបាទហួសចិត្តមកហើយឡានយើងស្រួលទាំងអីហ្នឹងបាទទៅដោះវះពងសម្ាំងយើងវាអត់ដឹងដែរយើងគាត់តែឆ្ងល់ចឹងណាបាទយើងតល់ហើយគេធ្វើទៅដោះកាត់បោះខ្ញុំដោះសបុកខ្មុំចេញអស់លីងបាទឥឡូវវាចូលលក្ខណៈលឹះដើមបងលឹះដើមបាទហើយទៅពេលបញ្ហាហ្នឹងឲ្យគាត់មើលទៀតធ្វើឡើង4ថ្ងៃមកអត់បាត់នៅលឺខ្លឹកវាគ្រាន់តែធូរយើងមុនវាតែវាដូចតែយើងអត់ធ្វើតាំងពីដើមដែរហ្នឹងបាទដល់សលេងវាលាន់ខ្លឹកហ្នឹងបាទទៅពេលឲ្យខ្ញុំគាត់សុំធ្វើរើម៉ាស៊ីនធ្វើម្ដងទៀតគាត់ថាជំនាញមកបាទទេគាត់ថាបានហើយបងប៉ុណ្ណឹងបានគ្រប់គ្រាន់ខ្ញុំមើលវីដេអូឃើញក្នុង TikTok ហើយទៅខ្ញុំបាទគាត់ថាអូខេព្រោះយើងអ្នកធ្វើវីដេអូយើងដឹងហើយគាត់មើលថាច្បាស់គាត់ថាពេលហ្នឹងយើងនៅខេត្តយើងអត់មានវិធីផ្សេងយើងអាចវិធីណាយកវាមកបានអញ្ចឹងណាក៏យើងធ្វើនៅខេត្តទៅអញ្ចឹងខ្ញុំដឹងថាអត់សូវទុកចិត្តបានតែយើងបន្ថយទៅបាទជោគជ័យមែនគឺចូលដើមខ្លះឥឡូវអូខេឥឡូវម្ដងនេះបងបានមកដល់ខាងខ្ញុំហើយយើងសាកពីវឹកមិញឃើញថាវាមានបញ្ហាហ្នឹងមែនឥឡូវនេះយើងបានធ្វើហើយបងគាត់ថ្ងៃហ្នឹងគាត់ដៃចកោដែរគាត់កំពុងតែសាកល្បងហើយចំពោះបញ្ហាហ្នឹងអញ្ចឹងណាឥឡូវហ្នឹងគឺទាក់ទងពីសន្ទុះមិនដែរបងផ្លែជាងមុនទេគេវាគ្រាន់បើជាងមុនបងភាសាឲ្យយើងជន់បានដូចបានកើតយើងក្បែរដំបងយើងទិញដែរអញ្ចឹងបាទអាពេលដែលយើងអត់ទាន់ធ្វើវាចង់ស្ទុះដែរបាទវាស្ពឹកហ្មងណាឥឡូវស្ទុះជាងមុនហើយតាក់ទងមួយលាន់ហ្នឹងគឺយើងជិះពីនូមកម្ដងដូចជាអត់ទាន់លឺមែនទេអត់ទាន់លឺបាទបើវាមានអាការៈវាអាចនឹងលឺអាពេលដែលយើងជិះចេញប្រចាំតែយើងជិះឆ្ងាយអញ្ចឹងបាទតែជំរឿយើងជាក់ស្ដែងតែខ្ញុំជួយចាក់ថាវាអាចនឹងបាត់ដែរនៅតែអាបញ្ហាដែលយើងនិយាយផ្សេងវានៅលឺតិចហ្នឹងអាចនឹងលក្ខណៈពងសម្ាំងឯងពងសម្ាំងដែលគេកាត់ហ្នឹងទេតែបងសិនដូចជាបាន99%បាទជន់វឹបហ្មងណានិយាយចន់ញោចហ្មងបាទយើងនៅសារតំបន់ជាជនជន់តិចហ្នឹងយើងគាត់ថាមហាជើងអូខេគាត់ថាវាផ្លែជាងមុនបាទអូខេសម្រាប់បងដែលមានបញ្ហាតាក់ទងជាមួយនឹងបញ្ហាញាក់ម៉ាស៊ីនហើយអត់ចង់ថាងឲ្យគ្នាយើងធ្វើមិនទុកចិត្តណាមិនច្បាស់អាចតាក់ទងខាងខ្ញុំបានខ្ញុំបានឆែកមួយជូនយើងជួសជុលមុនហើយយើងជួសជុលហើយយើងឆែកមើលហើយយើងជួសជុលម្ដងទៀតក្នុងការសាកល្បងផ្សេងហើយដើម្បីដោះស្រាយបញ្ហានេះយើងនិយាយទៅគឺយើងរៀងច្បាស់ជាងគេដោយសារយើងឆ្អិនអាហ្នឹងបាទយើងធ្លាប់ធ្វើបានច្រើនបងប្អូនណាយើងធ្វើបានច្រើនបាត់ពិសោធន៍ច្រើនហើយហ្នឹងណាអត់ទេអតិជនតាមមកជួបឯងដំបងគាត់ធ្វើដឹងពិតមិនពិតបាទគេយល់ខ្លួនឯងបាទហើយមុនហ្នឹងមានបងមានចាប់អារម្មណ៍អីក៏ឡើងទៅពងតែញាក់ខ្ញុំជិះឲ្យវាញាក់ខ្ញុំតែធ្វើតែបន្តិចឲ្យបាត់ញាក់ខ្ញុំមិនជិះឲ្យបាត់ញាក់បានហើយអាចជិះបានបងចាប់អារម្មណ៍អីហ្នឹងយល់បងយល់កន្លែងហ្នឹងគឺយើងឆ្ងល់ដែរបច្ចេកទេសមែនតើបងណាគាត់ថាឌីវិញវាទៅលឺវិញឲ្យលឺវិញគឺលឺវិញបាទបាត់គឺបាត់វិញបាទអាហ្នឹងយើងសាកលើផ្លូវណាប៉ុន្តែលក្ខខណ្ឌនោះគឺគ្រាន់តែ active ទេយើងអត់ទាន់ជួសជុលទេបាទយើងគ្រាន់តែតេស្តទេពេលហ្នឹងណាឥឡូវឃើញថាតែវាដូចអ្វីដែលបងគ្រោងទុកមែនបាទហ្នឹងហើយអញ្ចឹងយើងមានការតេស្តល្អិតល្អន់មែនតើបងប្អូនណាហ្នឹងហើយអរគុណបងហើយវីដេអូនេះនឹងបញ្ចប់បន្តិចទៀតនេះហើយបងមានអីប្រែ5ដល់គ្នាយើងទេបងបាទនិយាយទៅខ្ញុំសម្រាប់ខ្ញុំហ្មងខ្ញុំជួបបងលើកទី1បាទមើលទៅគឺឃើញថា
ជាងបងស្រួលហើយមានទំនួលខុសត្រូវសំខាន់មួយច្បាស់ហើយសំខាន់តម្លៃបើជាទូទៅដែលយើងធ្លាប់ខូចញឹកអញ្ចឹងតម្លៃយើងលែងខ្វល់ទេបាទប៉ុន្តែខ្ញុំមកធ្វើខាងបងគឺតម្លៃសមរម្យហើយឡានគឺធ្វើបាត់ដូចអ្វីដែលបងគ្រោងទុកតាំងពីអត់ទាន់ធ្វើអញ្ចឹងខ្ញុំគ្រាន់តែសង្កេតមើលតែប៉ុណ្្នេះខ្ញុំដឹងអញ្ចឹងបើសម្រាប់បងឬអតិថិជននៅគាត់មានបញ្ហាទាំងអស់ហ្នឹងអាចមករកបងដើម្បីឲ្យដោះស្រាយបានអញ្ចឹងសម្រាប់ខ្ញុំលើកទី1គឺពេញចិត្តហើយបងអរគុណបងអរគុណហ្នឹងហើយសម្រាប់បងដែលមានបញ្ហាគឺអាចចាត់តងខ្ញុំបានអរគុណបងបាយ